ញ្ញាធរនៃប្រទេសទួរគីនៅថ្ងៃច័ន្ទ30មិថុនាបានឃុំខ្លួនអ្នកគូគំនូរជីវចល2នាក់និងការីនិពន្ធម្នាក់របស់ទស្សនាវដ្តីលើមែនជុំវិញរូបគំនូរដែលបង្ហាញពីព្យាការីមូស៊ីនិងព្យាការីម៉ូហាម៉េតចាប់ដៃគ្នានៅលើមេឃហើយមីស៊ីលហោះនៅពីក្រោមព្យាការីទាំងពីរដែលបង្ហាញពីសង្គ្រាមរូបគំនូរបាននាំមកនូវការរិះគន់យ៉ាងខ្លាំងពីមន្ត្រីរដ្ឋាភិបាលនិងក្រុមអ្នកអភិរក្សសាសនារដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសទួរគីលោកអាលីយើលីកាយ៉ាបានចែករំលែករូបភាពនៅលើបណ្ដាញសង្គមអនឡាញបង្ហាញពីវីដេអូប៉ូលីសចាប់ឃុំខ្លួនអ្នកគូគំនូរជីវចលដែលចំអកទៅព្យាការីនិងបានសរសេរថាជាថ្មីម្ដងទៀតលោកថ្កោលទោសយ៉ាងខ្លាំងទៅលើអ្នកដែលបង្កើតការប៉ះទង្គិចគូគំនូរប្រមាថដល់ព្យាការីម៉ូហាម៉េតទស្សនាវដ្តីលើមែនបាននិយាយថារូបថ្លុកមិនបានពណ៌នាអំពីព្យាការីម៉ូហាម៉េតទេប៉ុន្តែជាបុរសម្នាក់មានឈ្មោះដូចគ្នាដែលជាឈ្មោះទូទៅជាធម្មតារបស់អ្នកកាន់សាសនាអ៊ីស្លាម